ការតោរំភ្នែកវាអត់គ្រោះថ្នាក់ទេវាអត់ខូចរំភ្នែកធម្មជាតិទេហើយការតោរំភ្នែកវាដូចជាការដាក់ថ្នាំញៀនចឹងអញ្ចឹងពេលដែលយើងរៀនតោរំភ្នែកគឺយើងត្រូវតែគិតមុនគេទៅដល់ភាពសំណុកសុខស្រួលពេលដែលគាត់ប្រើប្រាស់សេវាកម្មរបស់យើងទី2គឺគិតឲ្យបានថាតើយើងគួរតែធ្វើម៉ូដមួយណាយើងគួរតែ consult គាត់បែបម៉េចដើម្បីឲ្យយើងជាមួយគាត់នឹងមានតំណែងគ្នារហូតហើយការពីមុនណាពាក្យដែលខ្ញុំនិយាយកាំងពី2022ការតរោមភ្នែកវាអត់គ្រោះថ្នាក់ទេវាអត់ខូចរោមភ្នែកធម្មជាតិទេហើយការតរោមភ្នែកវាដូចជាការដាក់ថ្នាំញៀនចឹងគួរមនុស្សម្នាក់ដែលមានរោមភ្នែកហើយមានអារម្មណ៍ថាគាត់ថ្ងៃហ្នឹងដោះរោមភ្នែកចេញហើយអត់មានរោមភ្នែកមានអារម្មណ៍ថាជីវិតហ្នឹងស្លេកស្លាំងដូចមានជំងឺជាប់ខ្លួនហ្មងគាត់ដាក់រោមភ្នែកប៉ុកស្អាតយើងមានភាពជឿជាក់ហ្មងស្អីស្អាតចូលខ្លួនទៅតែបើអត់រោមភ្នែកដឹងតែមានអារម្មណ៍កុំមើលភ្នែកខ្ញុំដឹងថាចង់និយាយថាខ្ញុំអត់ស្អាតថ្ងៃហ្នឹងការពិតគេអត់ទៅចាប់អារម្មណ៍ដល់ប៉ុណ្្នឹងទេប៉ុន្តែយើងខ្លួនឯងអាចជំនឿចិត្តហ្នឹងជួនកាលវាដោយកន្លែងអ្នកខ្លះគាត់ចើមស្អាតគាត់មានជំនឿចិត្តអ្នកខ្លះគាត់មានភ្នែកស្អាតគាត់មានជំនឿចិត្តអ្នកខ្លះគាត់មានមាត់ច្រមុះស្អាតគាត់មានជំនឿចិត្តរហូតដល់អ្នកខ្លះទៀតមានច្រមុះអាក្រក់តែងតែគិតថាគេមើលច្រមុះគាត់តែបើយើងនិយាយពីរោមភ្នែកពេលដែលយើងចាប់ផ្ដើមតឲ្យភ្ញៀវម្នាក់គាត់មានអារម្មណ៍ថាស្រួលខ្លួនគាត់មានអារម្មណ៍ថាតមកអត់ឈឺតមកអត់ចាក់តមក smooth ល្អតច្រើនដងហើយអត់ខូចរោមភ្នែកធម្មជាតិគាត់ខ្ញុំសួរថាគាត់ទៅណាទៀតគាត់មិនជាប់មួយយើងត្រូវអត់ពេលដែលគាត់ជាប់មួយយើងមិនបានលុយគាត់រហូតហើយយើងចង់ទៅតឲ្យលឿនឲ្យរួចតែពីដៃជាប់គ្នាតតិចតតាត់ដកចេញមកពុបកដុំឆែបថាអត់ខូចរោមភ្នែកធម្មជាតិមិនឡើងទាំងដុំ